ចាជំរាបសួរបងប្អូនអ្នកជួបជាមួយក្រុមម្ដងទៀតនៅក្នុងហេតុសារលេខ1 2ចាតើបងប្អូនអ្នកសុខសប្បាយទេចាគុំព្រះអង្គដែលយើងមានឱកាសបានជួបជុំគ្នាសាជាថ្មីហើយនៅថ្ងៃនេះផងដែរអ្នកគ្រូមានមេរៀនមួយដែលដកស្រង់ចេញពី page 100ដែលក្នុងចំណុចហើយនៅក្នុងនឹងយកបទបញ្យល់នៅថ្ងៃនេះគឺតកតងជាមួយនឹងចា number 2 conversation បងប្អូននៅថ្ងៃនេះតែបិទណាគឺបទថាការសន្ទនាចាការសន្ទនារបស់យើងថ្ងៃនេះគឺនៅក្នុង last night ដែលមានន័យថាការប្រយុទ្ធមិញចា last night គឺមានថាអ្វីដែលបានកាត់ឡើងការប្រយុទ្ធមិញណាចាអញ្ចឹងមុននឹងចាប់ដើមចូលទៅដល់ការសន្ទនារបស់យើងអ្នកគ្រូក៏មានពាក្យពិបាកមួយចំនួនដែលក៏បានដកស្រង់ចេញពីការសន្ទនារបស់យើងផងដែរអញ្ចឹងមានដូចជាចាពាក្យទី1គឺ last night ការប្រយុទ្ធមិញ yesterday morning ការពីព្រឹកម្សិលមិញ turn ចាតែមានថ្នាក់ពាក្យជាកិរិយាបកថាត្រឡប់ជាបដូរទៅជាឬក៏ប្រែទៅជាណាតាម situation របស់ពាក្យដែលយើងប្រើណា haircut ចាបកថាមានថ្នាក់ដូចជា verb បកថាកាត់សក់ចា grocery shopping មានថាពាក្យវិជានាមការទិញគ្រឿងទេសចាគ្រឿងដែលយើងប្រើប្រាស់នៅក្នុងផ្ទះបាយណាចុងក្រោយគេ do laundry ចាដាក់កៅអៅបោកក្នុងម៉ាស៊ីនចាដាក់កៅអៅបោកក្នុងម៉ាស៊ីនបោកកៅអៅណាចឹងសូមអានដល់អ្នកគ្នាមួយកម្ដៅទៀត last night yesterday morning turn haircut grocery shopping do laundry ចាតោះឥឡូវមកខាត់ពេល review តើពីគុណស្គាល់ពីអត្ថន័យនៃពាក្យមួយចំនួនហើយយើងមកមើលអំពីការសន្ទនារបស់យើងវិញម្ដងតើការសន្ទនានេះមានមនុស្សប៉ុន្មាននាក់ចាយើងមើលទាំងអស់គ្នាចាគឺមានមនុស្ស2នាក់គឺ they are Mindy and Pat ចាគឺគាត់ទាំងពីរនាក់គឺជា couple គឺជាcouple ដែលគឺជាដៃគូគ្នាណាចាហើយក្នុងនោះថាតើគាត់នឹងនិយាយពីអ្វីខ្លះយើងមកអានយើងមកស្ដាប់ការអានការសន្ទនារបស់អ្នកគ្រូក៏ប៉ុន្តែគឺនឹងបកប្រែជាភាសាខ្មែរដើម្បីគួរងាយស្រួលតាមតែយល់បន្តមកយើងនឹងអនុវត្តការសន្ទនានេះទាំងអស់គ្នាតោះឥឡូវចាប់តាមដល់ Mindy និយាយមុន Mindy hi Pat did you see Jennifer last night Pat yes I did but the day didn't go so well Mindy really what happened Pat well I did laundry yesterday morning but my favorite white shirt contained Mindy you're kidding Pat then I got a haircut but I didn't really like it Mindy oh yes did you make dinner for Jennifer Pat well I slept for a while so I didn't go grocery shopping Mindy oh did you eat anything Pat yes we did Jennifer bought a pizza for her Mindy really ឥឡូវយើងគួរនឹងអានម្ដងទៀតហើយអ្នកគួរនឹងពន្យល់ជាភាសាខ្មែរដែរតោះ Mindy Hi Peter did you see Jennifer last night Mindy ក៏បានសួរទៅ Pat ថាតើអ្នកបានឃើញ Jennifer ការប្រយុទ្ធវិញក៏បានឆ្លើយត្រឡប់មកថាម៉េច Yeah I did មានថាបានឃើញប៉ុន្តែចាថ្ងៃនោះវាជាអត់សូវល្អសោះចាគឺ Mindy ក៏គាត់បានជឿថា Really what happened គឺថាមែនអត់ហើយមានរឿងអីកើតឡើងឬចា Pat Well I did laundry yesterday morning but my favorite white shirt contained គឺថាខ្ញុំបានបោកកៅអៅរបស់ខ្ញុំដាក់បោកកៅអៅនៅក្នុងម៉ាស៊ីនបោកកៅអៅរបស់ខ្ញុំកាលពីព្រឹកម្សិលមិញណាប៉ុន្តែកៅអៅពណ៌សដែលជាកៅអៅសម្រាប់ចិត្តរបស់ខ្ញុំបានដូរទៅជាពណ៌កៅឈូកចាហេតុអីបានដូរទៅជាពណ៌កៅឈូកចាប្រហែលជាគាត់បោកជាមួយនឹងអាវពណ៌ផ្សេងៗអញ្ចឹងទៅធ្វើអាវពណ៌សរបស់គាត់ខ្លាយទៅជាពណ៌កៅឈូកចាឬក៏ប្រឡាក់មួយពណ៌ដែលគាត់ដាក់ជាមួយគ្នានឹងឯងណាចឹងមាននេះយកគេទេមានថានិយាយលេងមែនចាហើយក៏បានឆ្លើយថា Dan I got a haircut ចាបន្ទាប់មកខ្ញុំក៏បានកាត់សក់របស់ខ្ញុំបាទ I did really like it នេះថាប៉ុន្តែខ្ញុំមិនបានចូលចិត្តសក់ចូលចិត្តម៉ូតសក់របស់ខាងហ្នឹងណាតែពេល Mindy ក៏ Oh yeah did you make dinner for Jennifer ចឹងក៏បានជឿថាអូអញ្ចឹងតើPat នោះបានធ្វើអាហារពេលនេះ Jennifer ចាតែ Pat បានឆ្លើយថាម៉េច Well I slept for a while ចាតែខ្ញុំបានដេកលក់មកភាំងទៅហើយខ្ញុំក៏ So I did go grocery shopping អញ្ចឹងខ្ញុំក៏បានទៅផ្សារសម្រាប់ទិញគ្រឿងទេសផ្សេងៗមកធ្វើម្ហូបទេចាពេលនេះគាត់ថាអូ did you eat anything ហើយក៏បានសួរថាតើអ្នកឯងបានញ៉ាំមើលបានមានអីដែលទៅញ៉ាំមើលចាហើយខែក៏បានថា Yes we did ចាគាត់ថាបាន Jennifer bought a pizza for her អ្នកថា Jennifer ហ្នឹងក៏បានទិញ pizza សម្រាប់គាត់ទាំងអស់គ្នាចាហើយមីនីក៏បាននិយាយថា Really ចាហើយការសន្ទនារបស់យើងក៏បានបញ្ចប់ទៅនេះអញ្ចឹងមកបន្តមកនេះគូនឹងឲ្យកូនអត់នេះអនុវត្តការសន្ទ
đài cú dương ăn phát hiện về một bài dưới số thứ nước nông ca ta real practice thì sao chia ca để diễn công sang này nữa cha nó cũngมีแต่คนที่สอนในนี้ฮะในกุศลคำทาแต่แต่ไว้คนเราแบบเรียนปรัชญ์คือไอ้ในหมู่เจาะก็ต้องไปเอาการเรียนแบบนี้รุ่นดีนี่ค่ะมันต้อง smooth ถ้าอย่างไทยด่าของยื้ออัดเริงเลยจังเลยนะนี่คือเชื่อแบบยื้อด้วยในโครงการเอายื้อปรัชญ์ speaking ไหนจากคนชนะในกลุ่มแต่คนเดินเป๊ะคนคนอัพนี้ได้บรรจุลงสมุดครูจากสุพรรณปฏิโภคอัพนี้